យកល្មមបានហើយត្រូវហើយពួកឯងនឹងបានជួបអាចារ្យកុំភ្លេចជួបរបស់នេះទៅឲ្យគេផងគេនៅក្រុងម្នាក់ឯងវាមិនស្រួលនោះឡើយដឹងហើយអ្នកគ្រូឲ្យបើរកអាចារ្យមិនឃើញត្រូវត្រឡប់មកវិញយល់ហើយវ៉ាវនេះជាការប្រកួតម៉ងសាយតាអាចារ្យហើយតាណានឹងទៅធ្វើការស្អែកនេះចាំធ្វើទៅបើមិនធ្វើការបានលុយពីណាឯងធ្វើការច្រើនយ៉ាងនេះនៅខ្វះលុយអីទៀតនៅខ្វះលុយប្រហែលខ្ញុំមិនដឹងថាប្រហែលទៅគ្រប់ទេអូសុំខ្លាចឯងហើយមានក្រុមជាច្រើនដែលជាប់ក្នុងការប្រកួតលើកនេះដូច្នេះការប្រកួតនឹងបន្ថែមវគ្គជាច្រើនហើយការប្រកួតនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃស្អែកម៉ោង 9 ព្រឹកក្រុមដែលជាប់ការជម្រុះនឹងត្រូវបានសម្រាប់ដើម្បីឈានទៅដល់វគ្គបន្ទាប់តើមានរឿងអីឯងមកយឺតកន្លះម៉ោងហើយដឹងពីផលប៉ះពាល់ដែលមកយឺតទេសុំទោសផងព្រោះតែមានភ្ញៀវច្រើនពេកមានន័យថាឯងដឹកមកយើងក្រោយគេមែនទេព្រោះយើងត្រូវមកខាត់ផងណាដឹងហើយចាំយើងឲ្យលុយឯងចេះលុតបងសាយទេអាយ៉ាទឹកសុបកំពុងអស់ហើយឯងធ្វើការយ៉ាងម៉េចអាជនបរាជ័យនេះខ្ញុំមិនមែនជាជនបរាជ័យទេបាច់ចឹងឯងជាស្អីឲ្យតែលឺសម្ដីស្គរច្បាស់ជាបន្តដល់ចិត្តរបស់ឯងពួកយើងគឺជាតោកំណាចលោកគ្រូប្រកាសចិត្តទេថានឹងទៅចូលរួមនៅថ្ងៃស្អែកនេះលោកគ្រូជឿជាក់អត់គ្រូគ្នាជំរឿទេហេតុអីព្រោះការប្រកួតមានការផ្សាយបន្តផ្ទាល់ពួកឯងដឹងថាមានន័យថាម៉េចទេមានន័យថាម៉េចទៅលោកគ្រូមានន័យថាអាចារ្យអាចនឹងឃើញពួកយើងគ្រូពេញចិត្តនឹងធ្លាក់ពីលើបង្គោលគ្រូចង់ឲ្យជាតិដឹងថាហាមចោទចាញ់ជាដាច់ខាតទោះថាគ្រូចាក់ក៏ដោយតែគ្រូមិនចោទចាញ់ទេទោះបីកម្លាំងមិនគ្រប់ក៏យើងមិនចោទចាញ់ដែរយើងសង្ឃឹមថាអាចារ្យគេនឹងមិនចោទចាញ់ចំពោះឧបសគ្គដែលគេបានជួបលោកគ្រូគិតថាអាចារ្យនឹងទៅហាត់លក់ម៉ងសាយដែរទេមិនសំខាន់ទេឆាជីវិតមនុស្សដូចជារថម៉ងសាយអញ្ចឹងមានឡើងមានចុះអាចារ្យច្បាស់ជាមានវិធីរបស់គេលោកគ្រូខ្ញុំមិនឃើញកំពូលភ្នំទេពេលនេះខ្ញុំមិនឃើញផ្លូវទៅខាងមុខទេឯណាក្បាលម៉ងសាយរបស់ឯងបោះចោលហើយគួរស្ដាយណាស់មើលចុះអ៊ូអត់ដល់ហើយចង់ទៅមើលទេណាចុះបញ្ញាទៅស្ថានីយ៍រថភ្លើងទៅ
ថ្ងៃនេះមានមនុស្សចូលរួមរាប់រយក្រុមដែលការពីមុនមិនធ្លាប់មាននេះប្រយ័ត្នខោជើងរថភ្លើងណា មិនអីទេស្ថានីយ៍នៃចិនតាទោះបីពួកយើងទៅដល់ក៏មិនទាន់មានអីធ្វើដែរមើលមកផ្លេតសិនទេ សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាហើយក៏ស្វាគមន៍ក្រុមដែលចូលរួមទាំងអស់ផង